ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយដែលខ្ញុំចង់និយាយអំពីវ័យដែលយើងពិបាកនឹងឆ្លងកាត់មែនទែនវ័យដែលយើងពិបាកឆ្លងកាត់គឺវ័យចន្លោះពីយើងពេញកំឡោះបើចាស់គេថាយើងពេញកំឡោះចាប់ពីអាយុដូចជា13 14ឆ្នាំរហូតដល់18ឆ្នាំនិយាយទៅ18ឆ្នាំចុះក្រោមហើយ12ឆ្នាំឡើងលើអាហ្នឹងគឺជាវ័យមួយដែលខ្ញុំគិតថាយើងពិបាកឆ្លងកាត់មិនម៉េចព្រោះវ័យហ្នឹងគឺជាវ័យដែលយើងទៅធំវ័យដែលយើងចង់ដឹងចង់ឮអញ្ចឹងហើយបើសិនជាមជ្ឈដ្ឋានខាងក្រៅអត់ល្អទេគឺយើងអាចនឹងដើរខុសផ្លូវដូចជាដើរតាមពួកម៉ាកឬក៏សេពគ្រឿងញៀនអីជាដើមដើរលេងច្រើនអាហ្នឹងខ្ញុំជាស្ដែងមកព្រោះខ្ញុំឆ្លងកាត់អាវ័យហ្នឹងគឺពិបាកមែនទេខ្ញុំគិតថាពិបាកហើយមិនមែនតែខ្ញុំទេខ្ញុំដឹងថាបងប្អូនទាំងអស់គ្នាក៏វ័យហ្នឹងក៏ពិបាកគ្រប់គ្រងខ្លួនឯងដែរព្រោះយើងនៅក្មេងខ្ចីយើងអត់ដឹងថារឿងអីដែលត្រូវធ្វើរឿងអីដែលយើងអត់គិតបីនឹងធ្វើអញ្ចឹងហើយយើងអត់សូវចេះគិតវែងឆ្ងាយអត់សូវគិតដិតដល់យើងចង់ធ្វើអីគឺធ្វើនឹងមកយើងអត់សូវបានគិតទេពេលដែលយើងចូលដល់វ័យ20លើសបានយើងដឹងថាយើងសម្លឹងមកក្រោយវិញទើបយើងដឹងថាអាការដែលយើងនៅក្មេងហ្នឹងគឺយើងធ្វើខុសច្រើនណាស់ហើយបើសិនជាវិលពេលវេលាថយក្រោយយើងនឹងខិតខំប្រឹងប្រែងជាងនេះព្រោះដូចខ្ញុំអញ្ចឹងខ្ញុំវ័យហ្នឹងគឺវ័យកំពុងសប្បាយហើយគឺខ្ញុំដើរលេងខ្ញុំដាច់ជប់ខ្ញុំទៅតាមពួកម៉ាក់យើងមិនមែនថាពួកម៉ាក់អាក្រក់ទេប៉ុន្តែយើងខ្លួនយើងcontrol ខ្លួនឯងអត់បានយើងអត់អាចកំណត់ខ្លួនឯងបានណាយើងចង់ធ្វើអីគឺយើងធ្វើនឹងដើរលេងយប់ដាច់យប់ធ្វើឲ្យពុកម្ដាយពិបាកចិត្តរយប់គាត់ដេកអត់លក់វាអញ្ចឹងអានឹងសិតតែបទពិសោធន៍អាក្រក់ប៉ុន្តែយើងអាចរៀនបានតែបើផ្ទុយទៅវិញបើសិនជាមានអ្នកដែលគេអាយុខ្ទង់នឹងតែគេគិតដូចអ្នកដែលមានអាយុ20គឺខ្ញុំគិតថាល្អមែនទែនដូចខ្ញុំដូចគ្នាខ្ញុំគិតថាបើសិនជាកាលហ្នឹងខ្ញុំអាយុប៉ុណ្ណឹងតែខ្ញុំគិតដូចរាល់ថ្ងៃមិនដឹងខ្ញុំរីកចម្រើនប៉ុណ្ណាហើយខ្ញុំល្អប៉ុណ្ណាហើយចំណេះវិជ្ជាចំណេះដឹងខ្ញុំដឹងកើនឡើងប៉ុណ្ណាអញ្ចឹងมันគេមានពាក្យមួយថាខ្លួនក្មេងឲ្យគំនិតចាស់ទុំកុំឲ្យខ្លួនចាស់ហើយទៅគំនិតនៅក្មេងខ្ចីអញ្ចឹងវាអត់ល្អទេយើងសុខចិត្តឲ្យយើងក្មេងមែនប៉ុន្តែគំនិតយើងចាស់ទុំអាហ្នឹងគឺល្អមកដូចចម្រៀងវណ្ណដាបទអាត្មាដែលគាត់តបទលាក់ហ្នឹងគាត់ថាអាយុ10ជាងតែគាត់គិតដូច20ជាងនៅពេលដែលគាត់អាយុ20ជាងតែគាត់គិតដូចគាត់ហ្នឹងអាយុ30ជាងអាហ្នឹងគឺល្អមែនទែននៃអប់រំទៀតហើយពួកអីខ្ញុំទៅតែនិយាយវគ្គមុនហ្នឹងឯងថាចម្រៀងវាជួយយើងបើសិនជាយើងស្ដាប់ឲ្យត្រឹមត្រូវគឺវាជួយយើងបានច្រើនវាអប់រំយើងច្រើនវណ្ណាថាគាត់អាយុ10ជាងគាត់គិតដូច20ជាងដល់ពេលដែលគាត់អាយុ20ជាងតែគាត់គិតដូចគាត់នឹងអាយុ30ជាងអាហ្នឹងវា the best មែនទេបើសិនជាគ្រប់គ្នាធ្វើអញ្ចឹងបានគិតអញ្ចឹងបានមិនដឹងជាល្អប៉ុណ្ណាទេព្រោះកុំឲ្យយើងភ្លឹតភ្លើនច្រើនពេកដើរផ្លូវខុសច្រើនពេកកាលណាតែយើងដើរផ្លូវខុសច្រើនគឺយើងខាតពេលយើងអត់ចំណេញអញ្ចឹងជារួមមកខ្ញុំចង់ឲ្យបងប្អូនទាំងគ្នាជាពិសេសបើក្មេងៗអាយុ18ឆ្នាំក្រោមអីបានមើលវីដេអូនេះគឺខ្ញុំចង់ឲ្យគាត់មុនធ្វើអីមួយគឺយើងគិតឲ្យបានវែងឆ្ងាយយើងគិតឲ្យបានដិតដល់ថាទង្វើដែលយើងធ្វើហ្នឹងតើវាសមឲ្យយើងធ្វើឬក៏អត់អញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេហើយអរគុណសម្រាប់ការចូលមើលបើសិនជាបងប្អូនណាមើលដល់នាទីនេះគឺ comment ខ្ញុំម្នាក់មួយផងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀត